បងប្អូននៅចាំរឿងរ៉ាវរឿងគប់ឆ្កែទៅត្រូវមនុស្សស្រីម្នាក់ហើយគេហៅប្តីមកបាញ់រហូតដល់ស្លាប់3នាក់ឆ្ងល់ថានារីដែលជាប្រពន្ធហ្នឹងទៅប្រាប់ប្តីថាម៉េចបានប្តីខឹងដល់ថ្នាក់យកកាភ្លើងមកបាញ់សម្លាប់មនុស្ស3 4នាក់នេះគឺដងគឺខ្ញុំឆ្កែខ្ញុំអាងសាច់ពេលឆ្កែវាមកពំសាច់ពេលខ្ញុំឃើញខ្ញុំទៅគប់ឆ្កែទៅពេលចែកដនអីចំអ្នកស្រីហ្នឹងគាត់ជិះមកខ្ញុំគប់ទៅពេលអត់ត្រូវទេគាត់ជិះហួសហើយពេលខ្ញុំស្រែកសុំទោសថាចាខ្ញុំសុំទោសតែពេលហើយគាត់ជិះបងក្រោយវិញគាត់ថាអត់ទេឯងគប់ឆ្កែគប់ខ្ញុំថាគប់ឆ្កែទេចាអើយពេលគាត់ថាគាត់អត់ទេគាត់ថាអញអត់ជឿចាំមើលអញហាប្តីមកពេលហើយមកទៅក្រោយរែកគ្នាប្រហែលថា5នាទីចុះមិនអីពេលប្តីគេមកដល់មកប្តីគេនិយាយច្រើនបាញ់យើងយកមកអញ្ចឹងអត់មានសួរហេតុផលអីទាំងអស់អញ្ចឹងបាទបងដឹងថាម្នាក់ស្រីហ្នឹងគាត់និយាយអ្វីទៅកាន់ប្តីខ្លះបានថ្នាក់ប្តីគាត់ខឹងដល់ថ្នាក់ហ្នឹងអត់ដឹងដែរបងអញ្ចឹងបាទអញ្ចឹងនៅតែអត់ដឹងទេបាទព្រោះបងប្អូនគាត់ឆ្ងល់ថាប្រពន្ធនិយាយអ្មិចខ្លះទៅកាន់ប្តីហ្នឹងមកប្តីខឹងដល់ថ្នាក់ហ្នឹងណាបាទអញ្ចឹងឥឡូវនេះបងដែលជាជនគ្រូដែលគាត់ជាអ្នកគប់ឆ្កែទៅត្រូវស្ត្រីជាប្រពន្ធហ្នឹងក៏ឥឡូវក៏អត់ដឹងដែរអាពេលជួគ្នាមកឆាវហ្នឹងពាក្យសម្ដីអីខ្លះបានដល់ថ្នាក់ហ្នឹងបាទមាននិយាយអីទេបងកាន់តែនិយាយលើកហេតុផលថាយើងគប់ឆ្កែគប់អីយើងថាយើងយកសាច់សាច់យើងអាំងយកមកហាញឲ្យគាត់មើលទៀតបាទថាយើងគប់ឆ្កែវាស៊ីសាច់អាំងយើងទេយើងមិនគប់គាត់ទេហើយចំពេលគាត់ជិះមកម៉ូតូគាត់ក៏អត់មានភ្លើងទៀតបាទហើយយើងនៅជនបទហ្នឹងឯងដឹងហើយងឹតមើលមិនដឹងបងយល់គេគប់ឆ្កែដែរស្បែកជើងហ្មងបែកជើងហើយទៅត្រូវគាត់កន្លែងណាអត់ត្រូវទេបងគប់មិនត្រូវណាអត់ត្រូវចាំមិនគាត់ថាយើងគប់គាត់និយាយថាយើងគប់ទៅចំពេលគាត់ជិះមកហ្នឹងហើយហើយយើងគប់នៅផ្លូវឆ្កែវាទៅផ្លូវចុះលើថាគ្រួសារគាត់មានចំនួនមួយគ្នាខ្ញុំអត់ដឹងដែរនឹងខ្ញុំព្រោះខ្ញុំអត់ទៅខ្ញុំអត់ដែរស្គាល់ពួកគាត់ផងម៉ាក់ខាងម៉ាក់ខ្ញុំអ៊ីខ្ញុំហើយតាខ្ញុំមិនស្គាល់ខ្ញុំអត់ដែរស្គាល់ផងមើលបងនិយាយពីរឿងរ៉ាវតិចមើលថានៅពេលដែលគេគិតថាឥឡូវគេហៅប្តីគេមកណាបងគិតថាមានរឿងហើយនឹកស្មានតែគេយកកំភ្លើងមកបាញ់ចឹងអត់ទេបងអញ្ចឹងខ្ញុំគិតថាមកកាន់តែយាយថាមកសម្រួលគ្នាលក្ខណៈថាអ្នកចិត្តខាងគ្នាសម្រួលគ្នាអត់នឹកស្មានថាគេមកបាញ់ចឹងសោះអញ្ចឹងហើយដល់ពេលទិដ្ឋភាពមកបាញ់ប្រាវចឹងយ៉ាងម៉េចហ្នឹងគេថាបាញ់យាយថាបាញ់អត់លឺមកតែកំភ្លើងផាវតែបងអញ្ចឹងបាញ់អត់យាយថាអត់មានលឺកំនេះមកបាញ់ទៅពេលងាកទៅដួលហើយលេងបាទបងត្រូវប្រហែលគ្រាប់5គ្រាប់បងត្រូវលេងណាខ្លះបង5គ្រាប់ជើងនេះ2ហើយពោះ1ជីវិតថ្លៃហើយនៅចុកពេញខ្លួនណាតន់ជាអត់បងដើរបានតិចតែជួយក្រែដើរខ្លាំងហត់ទៀតបាទឥឡូវនេះតាំងប្តីរបស់ប្រពន្ធត្រូវបានសមត្ថកិច្ចគាត់ធ្វើការខាត់ខ្លួននៅបញ្ជូនទៅកាន់ដំណាក់កាលតុលាការហើយក៏បានចាត់ការតាមនីតិវិធីច្បាប់ឃុំខ្លួននៅពន្ធនាគារជាម្ដងអាសន្នប៉ុន្តែមិនទាន់ជំរុំជម្រះក្តីផ្ដន់ទោសសម្រាប់តែផ្ដន់ទោសប្រហែលឆ្នាំទេបាទអញ្ចឹងឥឡូវនេះគឺបងប្រុសគាត់នៅឈឺហើយគាត់ក៏ខ្វះធនធានហើយក៏ម្ដាមកំឯងម្ដាមកំសួរដែលជា CEO ក្រុមហ៊ុនផលិតផល TGN បាទម្ដាមទាំងពីរគាត់តែងតែចុះសប្បុរសធម៌ជួយសប្បុរសធម៌ជួយដល់បងប្អូនយើងដែលគាត់លំបាកបងប្អូនដែលជាទីក្រខ្សត់បាទព្រោះម្ដាមទាំងពីរនៅពេលដែលគាត់ជោគជ័យនៅក្នុងជំនួយរបស់គាត់នៅលើវិស័យលក់អនឡាញនៃផលិតផល TGN មានមហាជនគាំទ្រច្រើនគាត់យកថវិកាចំណេញរបស់គាត់ជឿលើផលបុណ្យគាត់ជួយបាទគាត់ធ្វើនៅអំពើផលបុណ្យព្រោះពួកគាត់ទាំងពីរគាត់ជឿជាក់លើផលបុណ្យមានន័យថាលុយយើងមានប្រមាណនៅខ្លួននៅពេលដែលយើងស្លាប់ទៅពីជាតិនេះទៅគឺយើងយកទៅអត់បាននេះប៉ុន្តែផលបុណ្យរបស់គាត់ជឿថាផលបុណ្យរបស់គាត់ពេលដែលគាត់ស្លាប់ទៅជាតិក្រោយនេះគឺផលបុណ្យរបស់គាត់តាមគាត់ទៀតបាទអញ្ចឹងម្ដាមទាំងពីរបាទបងទាំងពីរមានអីជួយគាត់ខ្លះនេះចានឹងឲ្យដូចឃើញជាក់ស្ដែងឯងដោយសារបងប្អូនគាត់ហូបអត់បានអញ្ចឹងទៅគាត់ថាគាត់ហូបតែដោះគោបានអញ្ចឹងក៏សម្រេចចិត្តថាទិញដោះគោ4កេសជូនគាត់នឹងថវិកាមួយចំនួនជូនគាត់អញ្ចឹងណាអូន
đầm lại thu con đầm phép lọ BB cream thì chỉ ăn cứ chỉประเภท BB để miếng sạch sá rồi tốn liệp từ lửa mục tới ắt co bả tạ chỉ bị sát châu lọ khăng mình tên bật băng nam banยังlọ thôn áp bên một ngày vàng nghĩa cứ ắt bay bị sai ắt co bả tạ chỉ bị sát mi ca pi cầm đặt nghe rồi hồi tận đa 50 bầu tận nia chun bà pra hai á mình đôi bồng nón bông ôn đọc nia đôi lôi chun vinhสำคัญlàมีโปรโมชั่นพิเศษเต็งปีเต็บคือทำชวนไปติเพลียมtrong น้ำป้อมเมียนจะบ้าอาชันมาบาน ให้บอกยำเต็งแบบอีมอปลาล้อปลาแต่บอกให้เบียชูบัดบางสนามบานอใช่บอกหมกยำบินสนามในเรื่องจังเดี๋ยวไปยำเลยช่วยบีเตอร์บีบัดบางบานอให้ที่เบียยังเธอกาฮอตจังบอกเดี๋ยวไปยังคือจังเตอร์บีเป็นเกาะสัตว์เตะตะโฮตันหนึ่งแต่บอกให้ไปยำเลยบีเตอร์บอกยังท่าสไลด์ไอ้หมกคนไอ้มองผู้เบียนี่ตัวบีกุโลให้หมกยังต้นจังบอกให้บินสนามเตียนจังเตอร์เดี๋ยวไปอ๋อเต็งหมกปลาเตียน BN Fit Slim ជាវីតាមីនសម្រក់រាងចូលទៅដល់រំលាយជាតិខ្លាញ់និងជួយសម្រក់ទៅលើបរិវេណបឿកដើមដៃធំភ្លៅកំភួនជើងឬសម្បុកក្បាលពោះដែលសល់ក្រោយពេលសម្រាលរួចញ៉ាំហើយមិនមានអាការៈធ្វើទុកវិលមុខធីងធំញ៉ាំអស់មួយកំប៉ុងសម្រាប់បាន3ទៅ5គីឡូធ្វើឲ្យរាងស្អាតដៃជើងស្រឡូនស្បែកភ្លឺថ្លានិងសម្រស់ក្មេងជាងវ័យចាខ្ញុំមានជាថវិកាតិចតួចដើម្បីជួយគាត់អញ្ចឹងណាចាអូខេអ្នកបងចាបងសម្រាប់បងស្រីបាទដែលបានទទួលជំនួយពីម្ដាមកំឯងម្ចាស់ brand TGN មានអារម្មណ៍យ៉ាងម៉េចដែរបាទខ្ញុំអារម្មណ៍ល្អចាត់ក្នុងចិត្តសប្បាយបានតែជួយកូនខ្ញុំជួយខ្ញុំបាទចាហើយក៏អរគុណដល់បងប្អូនក្នុង Facebook ផងគេឧបត្ថម្ភ$1 $2 បានមួយចំនួនចាអរគុណបាទអ្នកចិត្តខាងគ្នាឲ្យចេះច្រឡាញ់គ្នាកុំឲ្យដូចវាអញ្ចឹងទៀតឲ្យអ្នកចិត្តខាងចេះច្រឡាញ់ខ្មែរដូចគ្នាបាទកុំឲ្យចិត្តអាក្រក់ដូចវាម្លាប់មកក្រុមកុសាខ្ញុំអស់អាលីងចាឲ្យអ្នកបងប្អូនចិត្តខាងខ្ញុំមកចេះច្រឡាញ់ខ្មែរដូចគ្នាអស់ទៅកុំឲ្យវាដូចវានឹងអស់ពេកចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏សំណូមពរទៅកាន់បងប្អូនទាំងអស់គ្នាចាជាពិសេសអ្នករស់នៅចិត្តខាងគ្នាអញ្ចឹងណាមានអីក្រៅពីថាយើងចេះស្រឡាញ់គ្នាចេះរាប់គ្នាមានទុកភ័យអាសន្នអន់ក្រឬក៏ជប់ប្រលប់អីមានបញ្ហាអីមានណាមានតែអ្នកចិត្តខាងនឹងឯងកុំយកកំហឹងទល់នឹងកំហល់មកផ្លែតបងប្អូនឃើញអត់ចង់ឲ្យថាបាត់បង់សមាជិករបស់គាត់រហូតដល់3នាក់ហើយសួរថាអ្នកដែលគាត់បកកហេតុនោះគាត់ចំណេញអត់ចំណេញទេចាគាត់មានទាំងកូនទៀតអញ្ចឹងកូនត្រូវកំព្រាឪពុកម្ដាយត្រូវជាប់គុកអញ្ចឹងសួរថាវាមានអីចំណេញអត់កិត្តិយសគ្រួសារអញ្ចឹងវាអត់មានអីចំណេញទាំងសងខាងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចាយកគេថាធម៌មេត្តាដាក់ក្នុងខ្លួនឲ្យបានច្រើនហើយចិត្តធ្ងន់បន្តិចដោះស្រាយដោយសន្តិវិធីចាកុំយកកំហឹងទុកនឹងកំហល់វាអញ្ចឹងឯងលទ្ធផលចាអញ្ចឹងខ្ញុំសំណូមពរតែប៉ុណ្្នឹងឯងចេះស្រឡាញ់គ្នាឡើងសម្រាប់ខ្ញុំបន្ថែមពីលើម្ដាមបងមានតែសូមអំពាវនាវទៅដល់បងប្អូនមហាជនដែលមានចិត្តអាណិតទៅកាន់គាត់បន្ថែមទៀតព្រោះដឹងហើយថាជំងឺរបស់គាត់នេះគឺត្រូវការពេលវេលានៅក្នុងការព្យាបាលទៅមុខទៀតហើយអត់ដឹងថាប្រើពេលយូរប៉ុណ្ណាទេនៅក្នុងការព្យាបាលជាពិសេសគាត់នៅសល់សមាជិកគ្រួសារតែ2នាក់ទេហើយឃើញសភាពហើយបងប្អូនទាំងគ្នាអញ្ចឹងគាត់អត់អាចទៅរកស៊ីឬក៏អត់អាចទៅធ្វើអីបានភ្លាមទេអញ្ចឹងបើសិនជាបងប្អូនមានចិត្តអាណិតបងប្អូនអាចជួយគាត់បន្ថែមពីលើនៃការពួកខ្ញុំដែលបានជួយនេះបន្ថែមទៀតអញ្ចឹងណាសូមពីនៅដល់បងប្អូនទាំងគ្នាជួយគាត់បន្ថែមទៀតបើសិនជាបងប្អូនមានចិត្តចា៎បាទសូមអរគុណ